ចង់ trade ប៉ុន្តែអត់ទាន់មាន account trade អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់មាន account trade អាចបង្កើត account trade ដោយខ្លួនឯងបានវីដេអូនេះខ្ញុំនឹងមកបង្រៀនបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការបង្កើត account trade ដោយខ្លួនឯងនៅ Atima Market អញ្ចឹងសម្រាប់នៅ Atima Market មិនថាថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យទេគឺយើងអាច trade បានដូចគ្នាដែរនៅក្នុងនោះមានមាសហើយនិង currency ហើយនិង BTC ហើយនិងកាក់ផ្សេងៗគឺមានទាំងអស់តែម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ trade មិនថាថ្ងៃសៅរ៍អាទិត្យក៏យើងអាច trade បានដែរហើយនៅ Atima Market គឺយើងមាន account ដុល្លារហើយនិង account sen អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ trade account sen អាច trade នៅ Atima Market បានដូចគ្នាដែរបងប្អូនទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូនេះខ្ញុំមកបង្រៀនបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការបង្កើត account trade ដោយខ្លួនឯងអញ្ចឹងយើងទៅមើលវីដេអូពីរបៀបបង្កើត account trade ដោយខ្លួនឯងទាំងអស់គ្នា Let's go ទី1ដើម្បីចុចបង្កើត account trade បានបងប្អូនទាំងអស់គ្នាចូលនៅក្នុង channel Telegram ឬក៏បងប្អូនទាំងអស់គ្នាអូនៅក្នុង Facebook របស់ខ្ញុំខ្ញុំដាក់ link ហើយអញ្ចឹងយើងចូល channel Telegram មកហើយនេះជាវីដេអូពីរបៀបបង្កើត account trade បងប្អូនទាំងគ្នាចុចមើលវីដេអូពីរបៀបបង្កើត account trade ខ្ញុំបាន drop នៅក្នុងនឹងវីដេអូនៅក្នុងនឹងរួចរាល់ហើយទី2គឺវីដេអូពីរបៀបដកដាក់លុយខ្ញុំបានធ្វើវីដេអូឲ្យបងប្អូនទាំងគ្នារួចរាល់ជាការស្រេចដូចគ្នាដែរចុច link ដើម្បីបង្កើត account trade អញ្ចឹងបងប្អូនចុច link នឹងមកដើម្បីចូលទៅបង្កើត account trade ទាំងអស់គ្នាអូខេចុចមកបន្ទាប់ពីបងប្អូនចុច link មកបងប្អូននឹងឃើញទម្រង់បែបនេះបងប្អូនគ្រាន់តែដាក់ email បងប្អូនទាំងគ្នាមកហ្នឹងហើយយើងដាក់ password គេឲ្យយើងដាក់សម្រាប់ password គេឲ្យយើងដាក់8ខ្ទង់មានន័យថាមានអក្សរតូចហើយនឹងសញ្ញាត្រង់ជ្រូកឬសញ្ញាផ្កាយហើយនឹងអក្សរធំឬលេខអីទៅអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ password ខ្ញុំសិនបន្ទាប់ពីយើងដាក់ password ហើយកន្លែង referral code ហ្នឹងបងប្អូនអ្នកគ្នាមិនបាច់ដាក់ក៏បានដែរបងប្អូនអ្នកគ្នាមិនបាច់ដាក់ក៏បានដែរហើយយើងគ្រីសកន្លែងនេះមួយបន្ទាប់មកយើងចុច resend code ពេលណាដែលយើងចុច resend code វានឹងផ្ញើលេខ code ទៅ email របស់យើងផ្ទាល់តែម្ដងបងប្អូនខ្ញុំចុច resend code មកអញ្ចឹងបងប្អូនអ្នកគ្នាចូលទៅឆែកនៅក្នុង email ទៅឃើញគេផ្ញើលេខ code 6ខ្ទង់ទៅ email ហើយបងប្អូនអ្នកគ្នាហើយបងប្អូនអ្នកគ្នាដាក់លេខ code មកអញ្ចឹងបន្ទាប់ពីយើងដាក់លេខ code ដែលវាបានផ្ញើតាម email ហើយយើងយកមក verify code ហ្នឹងយើងបន្ទាប់ពីយើងដាក់លេខ code ហើយបងប្អូនអ្នកគ្នាចុច create account អូខេបន្ទាប់ពីយើងចុច create account ហើយយើងចង់ save ក៏បានយើងអត់ហើយបន្ទាប់មកដល់កន្លែងនេះយើងដាក់ឈ្មោះរបស់យើងមកបងប្អូនអ្នកគ្នាហើយបន្ទាប់មកយើងជ្រើសរើស page យើងដាក់ page ស្រីដាក់ page ស្រីប្រុសដាក់ប្រុសទៅហ្នឹងឧទាហរណ៍នេះខ្ញុំយក account របស់បងប្អូនខ្ញុំមកបង្កើតទៅដើម្បីធ្វើវីដេអូឲ្យបងប្អូនអ្នកគ្នាហើយបន្ទាប់មកកន្លែងនេះ phone number ហ្នឹងបងប្អូនអ្នកគ្នាដាក់លេខទូរស័ព្ទបងប្អូនទាំងអស់គ្នាមកបន្ទាប់ពីយើងដាក់លេខទូរស័ព្ទរបស់យើងហើយបងប្អូនអ្នកគ្នាចុច next បងប្អូនទាំងគ្នាចុចពាក្យថា next ហ្នឹងនេះ next ដូចខ្ញុំបញ្ជាក់ខាងលើចឹងគឺនៅ Atima របស់យើងគឺមានទាំង account sen ហើយនិង account standard ធម្មតាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាចង់ trade account standard select យក standard មកនេះដែលចង់ trade account sen អាច select យក account sen មកយើងឧទាហរណ៍ខ្ញុំ trade យកខ្ញុំយក account ដុល្លារទេអញ្ចឹងខ្ញុំ select យក USD ហើយបន្ទាប់មកយើងគ្រីសកន្លែងនេះមួយបងប្អូនអ្នកគ្នាគ្រីសកន្លែងនេះមួយមកហើយយើងចុចពាក្យថា next បន្ទាប់មកដល់កន្លែងនេះយើងត្រូវ verify សម្រាប់ការ verify យើងមាន3បងប្អូនអ្នកគ្នាចង់ verify ដោយតាញញបានឬក៏បងប្អូនអ្នកគ្នាចង់ verify ដោយ passport បងប្អូនអ្នកគ្នាចង់ verify ដោយបានបើកបោក៏បានដែរយើងចុច verification មកអញ្ចឹងបងប្អូនអ្នកគ្នានឹងឃើញទម្រង់បែបនេះអញ្ចឹងបងប្អូនអ្នកគ្នាចុច alert នេះមកចុចគ្រីស alert នេះមកហើយចុច continue អញ្ចឹងដល់កន្លែងនេះគេចង់បញ្ជាក់យើងថាឈ្មោះរបស់យើងត្រូវហើយឬក៏នៅអញ្ចឹងយើងអាចផ្ទៀងផ្ទាត់បានថាឈ្មោះយើងត្រូវឬក៏នៅឧទាហរណ៍យើងត្រូវហើយយើងចុច continue មកចុច continue មកបងប្អូននឹងឃើញកន្លែងនេះយើងគេឲ្យយើងដាក់មានបានបើកបរ ID card ហើយនិង passport អញ្ចឹងណាអញ្ចឹងយើង verify ID card ទៅហ្នឹងហើយឧទាហរណ៍ខ្ញុំដាក់ verify តាមតាញញបានរបស់យើងបន្ទាប់មកយើងឃើញទម្រង់បែបនេះបងប្អូនអ្នកគ្នាដាក់តាញញបានរបស់យើងចូលមកហ្នឹងហើយអញ្ចឹងយើងដាក់ដូរគ្នាមកបើសិនតែវាដាក់អត់ចូលយើងដូរគ្នាមកយើងដូរដាក់អាក្រោយមុនមកបើសិនតែវាយើងដាក់អាមុខអត់ដាក់អាមុខមុនអត់ចូលហើយយើងដូរដាក់អាក្រោយមុនទៅដាក់ក្រោយមុនទៅហ្នឹងហើយបានដូចគ្នាដែរសិនតែយើងដាក់អត់ចូលកន្លែងនេះហ្នឹងហើយបន្ទាប់មកយើងចុចពាក្យ continue មកអូខេកន្លែងនេះគឺខាងក្រុមហ៊ុនកំពុងតែ review account យើងរងចាំបន្តិចទៅបងប្អូនអ្នកគ្នាអត់យូរទេចន្លោះពី1នាទីទៅដល់5នាទីនឹង load សញ្ញា tick ឲ្យយើងហើយបើសិនតែបងប្អូនអ្នកគ្នាអត់ load សញ្ញា tick មានន័យថា account យើងអត់ទាន់ verify ណាបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងបើសិនតែវាអត់ load សញ្ញា tick ទេបងប្អូនអ្នកគ្នាចាំ contact មក admin ផ្ទាល់មក admin នឹងឲ្យគេ unlock ឲ្យអញ្ចឹងសម្រាប់ account របស់យើងគឺបាន verify រួចរាល់ហើយចេញសញ្ញា tick បែបនេះគឺបាន verify រួចរាល់ហើយបងប្អូនអ្នកគ្នាបន្ទាប់មកយើងចូលទៅឆែកនៅក្នុង email គេបានផ្ញើ server ហើយនឹង ID ហើយនឹងលេខ code នៅក្នុង email សម្រាប់យើងទៅ log in ចូលនៅក្នុង MT5 បងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអ្នកគ្នាចូលនៅក្នុង email ទៅឆែកគេផ្ញើ account យើងមកហើយនេះជារបៀប log in ចូលនៅក្នុង MT5 អញ្ចឹងបងប្អូនអ្នកគ្នាបន្ទាប់ពីយើងឃើញគេផ្ញើ password ID ហើយនឹង server មកយើងចូលនៅក្នុង
app Optify មកអូខេចូលមកអញ្ចឹងយើងចុចពាក្យថា new account ហ្នឹងហើយអញ្ចឹងយើង complete ជ្រើសរើស server ផងយើង search server Altima សិនយើង search មក Altima យើង search តែ Altima វាចេញមកនេះ Altima Market LTD URL ហ្នឹងហើយអូខេបន្ទាប់មកយើងមិញវាឲ្យយើងដាក់ line 2ហ្នឹងហើយអញ្ចឹងយើងជ្រើស line 2សិនបន្ទាប់មកយើងដាក់ ID យើងចូលទៅ copy ID ពី Gmail របស់យើងមក copy មកហ្នឹងហើយអូខេដាក់ ID តោះមកយើងទៅយក password ទៀត copy password មកបងប្អូនអរគ្នាអូខេបន្ទាប់ពីយើង copy password មកយើងចូលទៅក្នុងអានេះមក Optify របស់យើងដាក់ password មិញមកហើយយើងចុចពាក្យ sign in អូខេយើង save មួយអូខេនេះជា account របស់យើងគឺបាន login រួចរាល់ហើយបងប្អូនអរគ្នានេះឃើញឈ្មោះបងប្អូនខ្ញុំផ្ទាល់តែម្ដងបងប្អូនអរគ្នាអញ្ចឹងមានន័យថា account យើងបាន login ចូលរួចរាល់ហើយយើងអាចមើលបានគឺ spread តូចមែនតើបងប្អូនអរគ្នា spread តូចមែនតើអញ្ចឹងវីដេអូពីរបៀប login account ចូលនៅក្នុង Optify មានតែប៉ុណ្្នឹងទេបងប្អូនអាច login ចូលបានអរគុណជួបគ្នានៅវីដេអូក្រោយអញ្ចឹងសម្រាប់ការបង្កើត account គឺមានតែប៉ុណ្្នឹងហើយរាល់ចម្ងល់ផ្សេងៗបងប្អូនអរគ្នាអាច contact មកខ្ញុំបានផ្ទាល់តែម្ដងបងប្អូនអរគុណជួបគ្នានៅវីដេអូក្រោយ